ในครั้งนี้ខ្ញុំមានប្រធានបទមួយចង់មកចែករំលែកបងប្អូនគឺពុទ្ធភាសិតដែលពាក្យនេះមានជាង 2000 ឆ្នាំមកហើយខ្មែរយើងបានយកមកប្រើប្រាស់ជាប្រចាំបងប្អូនប្រហែលជាធ្លាប់ឮពាក្យដែលនិយាយថាឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្វីទាំងអស់របស់ក្រៅខ្លួនបើទោះបីជាយើងយកឈ្នះលើវាប៉ុណ្ណាក៏ដោយប៉ុន្តែវាមិនសំខាន់ស្មើនឹងការឈ្នះលើខ្លួនឯងនោះទេព្រោះថាមនុស្សដែលយើងត្រូវនៅជាមួយគ្រប់វិនាទីនោះគឺខ្លួនឯងហើយការដែលយើងចាញ់ខ្លួនឯងហ្នឹងវាដឹកនាំខ្លួនឯងឲ្យធ្លាក់ទៅកាន់អន្លង់មួយអន្លង់នោះមិនដឹងថាជាអន្លង់អីទេប៉ុន្តែវាប្រកាសណាស់ថាជាអន្លង់មួយដែលមិនល្អប៉ុន្តែគាត់ថាបងប្អូនខ្លះគាត់ធ្លាក់ទៅជ្រៅហើយបងប្អូនខ្លះទៀតគាត់ធ្លាក់ទៅវាមិនសូវជាជ្រៅប្រហែលតែគាត់ទប់ខ្លួនជាប់អញ្ចឹងការឈ្នះខ្លួនឯងនេះគឺល្អប្រសើរខ្លាំងទាំងដែលយើងយកមកនិយាយណែនាំគ្នាលើកទឹកចិត្តគ្នាយើងនិយាយតគ្នាប៉ុន្តែសូមឲ្យដឹងច្បាស់តើខ្លួនឯងគឺឈ្នះនឹងគឺឈ្នះយ៉ាងម៉េចមានបងប្អូនខ្លះគាត់ប្រៀបធៀបថាឈ្នះខ្លួនឯងយើងអាចប្រៀបធៀបខ្លួនឯងនឹងខ្លួនឯងជៀសវាងការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃដូចជាពីមុនយើងមានចំណេះដឹងនៅក្នុងខ្លួនយើងប៉ុណ្ណេះឧទាហរណ៍ថា10ប៉ុន្តែពេលវេលាកន្លងផុតទៅ1ខែ2ខែ1ឆ្នាំ2ឆ្នាំយើងចង់ប្រសើរយើងត្រូវតែយកឈ្នះខ្លួនឯងឲ្យមានចំណេះដឹងលើសពី10ហ្នឹង11 12 13អីទៅឬមួយក៏20អីទៅអាហ្នឹងគឺទៅតាមបងប្អូនដែលគាត់ពន្លឿនការរៀនសូត្ររបស់គាត់កាន់តែលឿនកុំឲ្យឆ្នាំមុន10ឆ្នាំនេះនៅសល់តែ8 9វាបាត់បង់អស់ព្រោះចំណេះវិជ្ជាដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លើកឡើងមកហើយថាចំណេះវិជ្ជាទាំងឡាយកាលណាដែលយើងមិនរំលឹកវានឹងបាត់បង់ទៅវិញហ្នឹងព្រះអង្គសម្ដែងថាចឹងកាលណាយើងមិនបានស្វាធ្យាយមិនបានសូត្រមិនបានរំលឹកអាហ្នឹងគឺជាមន្ទិលរបស់អ្នករៀនមានអាការដែលមិនរំលឹកហ្នឹងជាមន្ទិលវាធ្វើឲ្យចំណេះវិជ្ជារបស់យើងបាត់បង់អញ្ចឹងយ៉ាងណាមិញដូចគ្នាអញ្ចឹងឯងយើងប្រៀបធៀបគ្នាពីឆ្នាំមុនយើងចេះ10កុំឲ្យឆ្នាំក្រោយឡើងស្រាប់តែយើងចេះត្រឹមតែ8 9 7កុំអីយើងត្រូវតែរំលឹកអាចារ្យរៀនអាថ្មីរំលឹកអាចារ្យរៀនអាថ្មីបុគ្គលគេអ្នកស្រឡាញ់ការសិក្សាបុគ្គលគេអ្នកស្រឡាញ់ភាពជោគជ័យស្រឡាញ់ភាពដែលមានចំណេះវិជ្ជានៅក្នុងខ្លួនគេមិនដែលចោលពេលវេលាក្នុងការសិក្សារៀនសូត្រនោះទេបើទោះបីជាអ្នកខ្លះយើងមើលឃើញថាគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្របញ្ចប់ថ្នាក់អនុបណ្ឌិតហើយគាត់មានការងាររបស់គាត់នៅក្នុងដៃយ៉ាងតែចាស់តែចង់គាត់មានមុខចំនួន 4-5 នៅក្នុងដៃរបស់គាត់យ៉ាងជោគជ័យប៉ុន្តែយើងសាកទៅសម្ភាសទៅសួរគាត់ប្រកាសជាឆ្លើយថាគាត់មិនព្រមបោះបង់ចោលការរៀនសូត្ររបស់គាត់ទេគាត់នៅតែរៀនព្រោះថាបច្ចេកវិទ្យាកាន់តែរីកចម្រើនអ្វីថ្មីកាន់តែរីកចម្រើនទៅបើយើងមិនខំប្រឹងវិវត្តខ្លួនឯងឲ្យទាន់សម័យកាលទេយើងដើរមិនទាន់គេទេដូចពីមុនថតរូបគេប្រើ filter ដែលឥឡូវគេលែងប្រើ filter ហើយគេប្រើ memory ហើយ memory កាមេរ៉ាគេហ្នឹងគេមានបាញ់មកតាម Wi-Fi តាម Bluetooth ចូលទូរស័ព្ទគេភ្លាមគាត់ណាគេថតហើយគេអាចបញ្ចូលរូបទូរស័ព្ទគេមកចូលក្នុងទូរស័ព្ទគេអាចផុសក្នុងបណ្ដាញសង្គមអីផ្សេងបានភ្លាមអញ្ចឹងឃើញថាវាមានភាពងាយស្រួលអញ្ចឹងឯងហើយបើតែយើងនៅតែមិនអភិវឌ្ឍខ្លួនឯងនៅតែប្រើ filter ក្រុមហ៊ុនកាមេរ៉ាហ្នឹងមិនបានអភិវឌ្ឍប្រើ filter បន្តិចអស់ពិបាករដូរអីចឹងវាមិនដើរមិនតាន់គេហើយយ៉ាតាមានក្រុមហ៊ុនមួយទៀតដែលជាគូប្រកួតប្រជែងហ្នឹងគេ
ដាក់កាមេរ៉ាមាន memory មក memory ក៏តូចស្រួលយកតាមខ្លួនហើយដាក់បានរូបច្រើនហើយពេលដែលថតហើយពេលដែលរូបថតនឹង copy អីហើយគេអាចលុបចេញយក memory ដដែលហ្នឹងទៅថតរូបថ្មីបានទៀតតែយើងសង្ឃឹមថាក្រុមហ៊ុនដែលប្រើ fill ដដែលហ្នឹងនៅប្រកួតប្រជែងឈ្នះក្រុមហ៊ុនកាមេរ៉ាដែលគេប្រើ memory អត់អាហ្នឹងគឺវាទៅមុខរហូតអញ្ចឹងយ៉ាងណាខ្លួនឯងដូចគ្នាកុំឲ្យវានៅដដែលឲ្យវាទៅមុខដូចគ្នាទៅអាហ្នឹងចំណុចទី1គឺយើងអាចប្រៀបធៀបបានថាឈ្នះខ្លួនឯងហ្នឹងឈ្នះអាពីមុនយើងសមត្ថភាពយើងត្រឹមតែ10ទេប៉ុន្តែកន្លងមកមួយឆ្នាំ2ឆ្នាំកុំឲ្យវានៅតែ10ឲ្យ14 15 20អីទៅអាហ្នឹងវាកាន់តែប្រសើរកាន់តែល្អទើបយើងអាចយកឈ្នះខ្លួនឯងអាហ្នឹងចំណុចទី1ដែលយើងអាចនិយាយថាគឺជាការប្រៀបធៀបប៉ុន្តែចំណុចដែលឈ្នះល្អខ្លាំងមែនតើនោះគឺឈ្នះចិត្តខ្លួនឯងនេះទេព្រោះតែរូបរាងកាយរបស់យើងវាដើរទៅតាមចិត្តយ៉ាងម៉េចមាត់និយាយស្ដីអញ្ចឹងឯងបើទោះបីជាពេលខ្លះយើងឃើញថាគេខំប្រឹងនិយាយឲ្យខុសពីចិត្តលាក់បាំងពីក្នុងចិត្តប៉ុន្តែមិនបានយូរទេយូរទៅប្រកាសជាលេចធ្លាយអាពិតនឹងមកតែនៅជាមួយគ្នាយូរទៅវាចាញ់អាពិតមកហើយអញ្ចឹងលាក់បាំងអត់កើតទេអញ្ចឹងអាចិត្តនោះវាដឹកនាំគ្រប់ទាំងអស់នៃរូបរាងកាយយើងទាំងអិរិយាបថកាយវិការការនិយាយស្ដីចិត្តជាអ្នកដឹកនាំអញ្ចឹងការយកឈ្នះលើចិត្តនឹងបានយើងប្រកាសជាប្រសើរជាងឈ្នះអ្នកដទៃទៀតអ្នកខ្លះចង់ថាអូលោកគ្រូខ្ញុំចង់ឈ្នះនេះតើធ្វើយ៉ាងម៉េចដើម្បីឈ្នះអ្នកដទៃតើធ្វើយ៉ាងម៉េចដើម្បីឈ្នះអ្នកធ្វើការងារជាមួយគ្នាតើធ្វើយ៉ាងម៉េចដើម្បីឈ្នះមិត្តភក្តិរបស់ខ្ញុំដើម្បីឈ្នះអ្នកទាំងអស់នោះទៅឡើយយកឈ្នះខ្លួនឯងគឺឈ្នះចិត្តខ្លួនឯងសិនឲ្យចេះទទួលយកនៅអ្វីដែលបានកើតឡើងឲ្យចេះពិចារណានៅស្ថានភាពដែលវាបានកើតឡើងបានទៅជាគំនិតបទពិសោធន៍របស់យើងផ្ទាល់ឲ្យចេះសិក្សាមើលហើយនឹងរកវិធីដោះស្រាយវាមិនចង់ឈ្នះដោយបង្អួតគេដោយសម្ភារៈនិយមបង្អួតគេដោយកម្លាំងបង្អួតគេដោយរបស់នេះរបស់នោះដែលជារបស់ខាងក្រៅខ្លួនទាំងអស់អត់ទេឈ្នះគេដែលយើងឈ្នះចិត្តអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានដល់ពេលហ្នឹងយើងអាចពិនិត្យមើលស្ថានភាពបានកាន់តែច្បាស់ទឹកកាន់តែស្ងប់យើងមើលទៅក្រោមឃើញកាន់តែជ្រៅយើងអាចមើលបាតទឹកឃើញតលតែទឹកនឹងថ្លាហើយទឹកនឹងស្ងប់ទៅទៀតអញ្ចឹងចិត្តរបស់យើងតលតែចិត្តរបស់យើងស្ងប់ឈ្នះចិត្តខ្លួនឯងហើយទើបយើងអាចឃើញនៅបាតគឺគំនិតយកគំនិតល្អយកមកប្រើបាននេះគឺជាចំណុចសំខាន់នៃពុទ្ធភាសិតហ្នឹងគឺឈ្នះលើចិត្តខ្លួនឯងចិត្តខ្លួនឯងហ្នឹងគឺឈ្នះនៅចិត្តអាក្រក់ឈ្នះនៅចិត្តអាក្រក់មនុស្សមិនអត់ទេណាក៏មានដែរដូចខ្ញុំអ្នកនិយាយហ្នឹងថាវាគ្រាន់បើអត់ទេនៅតែមានចិត្តអាក្រក់ហ្នឹងកើតឡើងមកជារឿយតែមិនប្រយ័ត្នហ្នឹងអាក្រក់ជាងគេទៀតផងចឹងហើយទៅទាមទារយើងយកឈ្នះលើចិត្តអាក្រក់ហ្នឹងបើថាវាងើបឡើងយើងជំនួចវាទៅវិញទៅយើងបានសម្លាប់វាឲ្យដាច់ប៉ាត់ប៉ុន្តែតែវាងើបឡើងយើងជំនួចវាទៅវិញកុំឲ្យវាមានចិត្តអាក្រក់ចង់ចំណែនគេចង់ឈ្នះនេះគេចង់យកឈ្នះលើគេកុំឲ្យវាមានយកឈ្នះលើវាជំនួចវាទៅវិញអាចង់ឈ្នះគេហ្នឹងគឺតែយើងសម្លាប់ឲ្យចិត្តនឹងបានចាំមើលចង់ឈ្នះនរណាទៀតអូអ្នកនេះលយជាងអ្នកនេះមានជាងអ្នកនេះមានអ្នកគោរពស្រឡាញ់ច្រើនជាងអ្នកនេះមានអ្នកនៅជាមួយច្រើនជាងតែយើងសម្លាប់អាចិត្តចំណែនគេនឹងបានហើយចង់គេមានយ៉ាងម៉េចក៏មានទៅខ្លួនយើងរស់នៅបានសុខស្រួលអូគេស្ដីឲ្យយើងប៉ុន្តែយើងយកឈ្នះអាចិត្តដែលទទួលយកនៅលោកធម៌ចំណែនទទួលយកនៅលោកធម៌ដែលសរសើរនន្ទានឹងបានព្រមទទួលស្គាល់ថាអាហ្នឹងវាអញ្ចឹងវាជារឿងធម្មជាតិវាអញ្ចឹងវាមានពាក្យសរសើរវាមានពាក្យនន្ទាវាអញ្ចឹងឯងបើសិនណាជាបុគ្គលពីលនន្ទាកុំសូវទៅខ្វល់ពេក
បើបុគ្គលជាបណ្ឌិតនឹងទាទើបយកអារឿងនោះយកមកគិតឲ្យមែនទែនព្រោះថាបណ្ឌិតអ្នកចេះដឹងមិនបាច់ថាមានសញ្ញាបត្រអីខ្ពស់ទេរៀនតាមថ្នាក់ទី5ទី6ក៏បានដែរឲ្យតែគាត់មានការយល់ដឹងខ្ពស់គាត់និន្ទាគាត់ថាឲ្យយើងយកមកគិតទៅអាហ្នឹងប្រកាសជាមានបញ្ហាហើយយកមកគិតទៅអាហ្នឹងប្រកាសជាមានរឿងដែលយើងត្រូវកែប្រែខ្លួនឯងពីខាងក្នុងមកវិញអញ្ចឹងរាល់ចិត្តអាក្រក់ទាំងអស់ចិត្តខ្ជិលក៏ចិត្តអាក្រក់យើងពិចារណាមើលដោយខ្លួនឯងទៅរាល់ចិត្តណាដែលទាញយើងទម្លាក់ឲ្យមិនចង់ធ្វើអីខ្ញុំចង់ចេះភាសាអង់គ្លេសប៉ុន្តែមានអាចិត្តមួយទៀតវាទាញយើងឲ្យខ្ជិលរៀនឲ្យអត់ទៅរៀនឲ្យកិច្ចសាលាអាហ្នឹងចិត្តអាក្រក់យកឈ្នះវាទៅសម្រាប់វាចោលទៅកាលណាយកឈ្នះវាបានហើយយើងទៅរៀនបានខ្ញុំចង់ខ្លាចជាមនុស្សឧស្សាហ៍ដែលគេស្រឡាញ់គ្រប់គ្នាប៉ុន្តែអាចចិត្តខ្ជិលនឹងវាមកសម្រាប់វាចោលចិត្តពន្យាពេលការងារនេះមិនតាន់ដល់ទេតាន់ដល់ម៉ោងតាន់ធ្វើវាចាំតិចទៀតទៅចាំចិត្តដល់ម៉ោងធ្វើប្រផាត់ប្រផោយអត់បានល្អបដ ாய் គ្មានពេលពិនិត្យច្បាស់លាស់ធ្វើការងារខុសពេញនឹងអានោះចិត្តអាក្រក់យកឈ្នះលើវាទៅបងប្អូននឹងបានប្រសើរបងប្អូននឹងបានប្រសើរជាងនរណាទាំងអស់ដោយសារតែយើងអាចយកឈ្នះចិត្តអាក្រក់នៅខាងក្នុងខ្លួនរបស់យើងបានចឹងមិនដឹងទេកុំឲ្យវែងឆ្ងាយពេកសង្ឃឹមថាបងប្អូននឹងយល់នៅពាក្យថាយកឈ្នះលើខ្លួនឯងប្រសើរជាងអ្នកដទៃនឹងគឺឈ្នះលើចិត្តអាក្រក់ទាំងឡាយទាំងពួងឲ្យតែចិត្តអាក្រក់យកឈ្នះវាទៅបងប្អូននឹងប្រសើរមានកំហុសខុសឆ្គងសូមអធិស្ឋានយើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណនិងសូមជម្រាប